bạn số đọc bọnទាំងអស់គ្នាដែលជាសាសនាទាំងអស់ថ្ងៃនេះគឺខ្ញុំមានលំហាត់សម័យការ degree ទី2មួយអញ្ចឹងសូមអានប្រធានទាំងអស់គ្នាណាអញ្ចឹងមុននឹងអានសូមនិយាយប្រាប់អ្នកទាំងអស់គ្នាតិចចំពោះសម័យការ degree ទី2មួយនេះដែលជាធម្មតាចេញមកគឺយើងចង់ធ្វើមួយណាក៏បានដែរក៏ប៉ុន្តែលំហាត់មួយនេះវាប្លែកអ្នកទាំងអស់គ្នាគេឲ្យសម័យការយើងណាសូមអានប្រធានបណ្ដោយទៅអញ្ចឹងដែលមានរៀង x ដក 4x បូក3ស្មើ0តាំងឈ្មោះវាដោយសម័យការណារឿងឈ្មោះហ្នឹងគេចង់តាំងឈ្មោះវាអីគេក៏បានដែរតាមតែចិត្តគេទេអញ្ចឹងគេឲ្យដោះស្រាយសម័យការហ្នឹងទៅតាមដែលអាចធ្វើទៅបានណាអញ្ចឹងពាក្យតាទៅតាមដែលអាចធ្វើបានហ្នឹងបើរបៀបវាមានទាំងប្រមាណរបៀបធ្វើទាំងអស់ណាទៅតាមលទ្ធភាពដែលយើងអាចធ្វើវាបានណាអញ្ចឹងលំហាត់មួយនេះបើជួបចំពោះបងប្អូនថ្នាក់ទី9គាត់អាចធ្វើបានប្រមាណរបៀបអញ្ចឹងទៅណាអញ្ចឹងបើជួបបងប្អូនថ្នាក់ទី10គាត់អាចធ្វើបានច្រើនជាងនឹងទៀតទៅអញ្ចឹងបងប្អូនថ្នាក់ទី12បានធ្វើបងប្អូនអាចធ្វើបានច្រើនជាងនឹងទៀតអញ្ចឹងណាវាមានរបៀបធ្វើខុសៗគ្នាអញ្ចឹងអ្នកនរគ្នាបើចង់បញ្ចេញមតិអីអាចធ្វើជារបៀបផ្សេងៗគ្នាមកណាអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមបង្ហាញអ្នកនរគ្នាណាទី1អានឹងតាំងពីរៀនពីទី9មកណាអ្នកណាក៏អាចមើលបានដែរអញ្ចឹងយើងចាប់ផ្ដើមពីទី9ថ្នាក់តូចមកសិនណាឥឡូវអ្នកនរគ្នាដាក់យើងមានអីចឹងមកណាអញ្ចឹងរបៀបទី1អញ្ចឹងដាក់តែលេខ1ក៏បានដែរណាអញ្ចឹងលេខ1អញ្ចឹងយើងមានអញ្ចឹង x ការ៉េដក 4x បូក3ស្មើ0អញ្ចឹងសម័យការណាអញ្ចឹងអ្នកនរគ្នាមើលជាធម្មតាយើងឃើញឲ្យតែឃើញ x ការ៉េអីចឹងដល់តែជួប data មែនទេឬក៏ discriminant ណាទីអ្នកនរគ្នាអត់ស្គាល់ថា data ជាអីណាឈ្មោះវាជាធម្មតាគឺខ្ញុំមិនតន់រត់ដល់ data ទេណាគឺយើងប្រើវិធីបំបែកតួកដាលណាអញ្ចឹងបំបែកតួកដាលអ្នកខ្លះក៏គាត់សរសេរជាតារាងចឹងមកណាអញ្ចឹងយកវាគុណខ្វែងប៉ុន្តែខ្ញុំឲ្យអ្នកនរគ្នាមើលងាយៗណាក្នុងការបំបែកតួកដាលណាមិនចាំបាច់ទៅគូខ្វែងអីនាំទៅស្មុកស្មាញឈឺក្បាលច្រើនទេណាបើអ្នកខ្លះគេមើលឃើញគេដាក់ជាផលគុណកតាតែម្ដងប៉ុន្តែបើសិនជាប៉ះបងប្អូនមើលមិនតន់យល់អាចចេញពីនេះមកដល់ផលគុណកតាហ្នឹងគាត់អាចនឹងឆ្ងល់ណាអញ្ចឹងគឺខ្ញុំមិនរំលងទៅនឹងទេសូមបញ្ជាក់ណាអញ្ចឹងអ្នកនរគ្នាពិនិត្យមើលនេះយើងមើលដៃគូវានេះអាចចំហៀងនេះគុណគ្នាមកបានប្រមាណណាអញ្ចឹងយើងអាចគុណប៉ាន់មើលទៅនេះបាន 3x ការ៉េណាមើលសញ្ញាទាំងអីទាំងអស់ណាអញ្ចឹងបញ្ជាក់ថាវាហ្នឹងបូក 3x ការ៉េអញ្ចឹងយើងបំបែកអាកដាលនេះធ្វើយ៉ាងណាឲ្យវាគុណនឹងគ្នាបានស្មើមួយនេះណាអញ្ចឹងអានេះដក4យើងបែកធ្វើម៉េចដើម្បីវាគុណគ្នាបានអាប៉ុណ្្នឹងហើយវាបូកបញ្ចូលគ្នាឬក៏ទូទាត់បញ្ចូលគ្នាឲ្យស្មើដក4ឲ្យគេវិញអញ្ចឹងអត់មានអីបាទេអ្នកនរគ្នាវាមានតែដក x ណាហើយនឹងដក 3x មិនអញ្ចឹងអីកាលណាដក x គុណនឹងដក 3x វាបាន 3x ការ៉េត្រូវទេអញ្ចឹងអ្នកនរគ្នាឆ្ងល់ចុះអាផ្សេងដាក់មិនបានឬក៏យ៉ាងម៉េចណាអញ្ចឹងអាផ្សេងមិនមែនដាក់មិនបានទេដូចជា 5x អញ្ចឹងទៅហើយដកជាមួយអីគេធ្វើមិនឲ្យវាសល់4វិញណាអញ្ចឹងឬក៏ដក 9x សល់ទេបើគាត់ជាសល់ដក4ឯងក៏ប៉ុន្តែសួរថាយកវាទៅគុណនេះបានស្មើនឹងមែនអត់ទេណាអញ្ចឹងលក្ខណៈពិសេសរបស់ផលបំបែកតួកដាលនេះគឺលក្ខណៈវាពិសេសគឺត្រង់ហ្នឹងណាអញ្ចឹងមិនមែនតែ5ជាមួយ9នេះគឺយើងចង់ដាក់អីគេដក 6x ណាជាមួយអីបូក 2x ក៏បានដែរប៉ុន្តែសួរថាហេតុអីបានគេមិនដាក់ដោយសារអី6គុណ2វា12ណាវាមិនបាន 3x ការ៉េទេអញ្ចឹងហើយទៅគេមិនដាក់ណាអញ្ចឹងអ្នកនរគ្នាត្រូវតែស្គាល់កលឹះរបស់វាដែរណាបើយើងអត់ស្គាល់កលឹះរបស់វាផងតើយើងដោះស្រាយវាតាមណាអ្នកនរគ្នាអញ្ចឹងយើងត្រូវស្គាល់ណាបើអ្នកទាំងអស់គ្នាស្គាល់អំពីរបៀបគេគូខ្វែងណាគេដាក់លេខមកគូខ្វែងហ្នឹងក៏អ្នកទាំងអស់គ្នាធ្វើតាមនឹងចោះដោយសារខ្ញុំយល់ឃើញថាដាក់គូខ្វែងអញ្ចឹងវាដូចជាបើអ្នកអាចថាផន់ច្រឡំគាត់កាន់តែអត់យល់ទៀតមើលតាមតែខ្ញុំទៅងាយទេណាអញ្ចឹងយើងដាក់មកណាអត់មានអីពិបាកទេអញ្ចឹង x ការ៉េអញ្ចឹងយើងបែកមិញឃើញបានឃើញដក x មែនទេហើយបើអ្នកទាំងអស់គ្នាបែកត្រូវចង់ដាក់ដកណា 3x មុខក៏បានដក x មុខក៏បានដែរតាមតែចិត្តទេតែវាត្រូវចង់នៅមុខនៅក្រោយត្រូវទាំងអស់ណាអញ្ចឹងខ្ញុំសូមដាក់ដក3នេះនៅខាងក្រោយទៅដោយសារអាក្រោយកតុយនេះវា3ណាអញ្ចឹងស្មើ0អញ្ចឹងក្នុងកំឡុងពេលដោះស្រាយគឺមិនចាំបាច់ដាក់វងកញ្ចក់ទៀតទេណាអញ្ចឹងបន្តមកទៀតអ្នកនរគ្នាមើលដៃគូវានេះក្នុងមួយគូមានអីដូចគ្នាអាមួយគូទី1នោះគឺមាន x ណាអាមួយគូទី2គឺមានអីមាន3ណាអញ្ចឹងយើងតួទី1នេះចាប់ x ជាផលគុណកតាអញ្ចឹងកាលណាចាប់ x តួទី1គឺវាសល់ x តួទី2សល់អញ្ចឹងតួទី2នេះខ្ញុំមានន័យថារាប់តែប៉ុណ្្នឹងឯណាបើសិនជារាប់ទាំងអស់វាមិនមែនជាតួទី2ទេកុំយល់ច្រឡំណាអញ្ចឹងតួទី2នេះគឺសល់1ណាហើយបិទវងកញ្ចក់អញ្ចឹងបន្តមកទៀតអាតួនេះណាពីរតួនេះមានអីដូចគ្នាមាន3ក៏ប៉ុន្តែវាសនារបស់វាអត់ដូចអាទី1ទេដោយសារកាលណាដែលយើងចាប់3វាទៅជាដក x បូក1ណាប៉ុន្តែខ្ញុំអត់ត្រូវការអញ្ចឹងទេខ្ញុំត្រូវការចាប់ដក3ចេញណាអញ្ចឹងកាលណាចាប់ដក3តួទី1សល់ x តួទី2សល់ដក1អញ្ចឹងអ្នកនរគ្នាគុណបញ្ចូលទៅវិញទៅវាបានដូចដើមអត់បើមិនបានដូចដើមខុសហើយណាអញ្ចឹងនេះផលដក2នេះមានអីដូចគ្នាយើងពិនិត្យមើលទៅសម័យមើលឃើញ x ដក1មិនអញ្ចឹងឯងដូចគ្នាបេះបិទអញ្ចឹងបើឃើញដូចគ្នាចាប់ x ដក1ជាផលគុណកតាអញ្ចឹងអានេះ x ដក3ណា
អាតួទី1ចាប់ x ដក1ចេញសល់ x អាតួទី2ចាប់ x ដក1ចេញសល់ដក3ណាស្មើ0អញ្ចឹងគឺយើងប្រើតាមគោលការណ៍នេះណាបើ a គុណនឹង b ស្មើ0អញ្ចឹងយើងបានអី a ស្មើ0ឬក៏ b ស្មើ0អញ្ចឹងបើយើងនិយាយឲ្យស្រួលស្ដាប់ទៅបើផលគុណពីកតាស្មើ0លុះត្រាតែកតានីមួយៗស្មើ0ណាងាយយល់ទេអញ្ចឹងអ្នកនរគ្នាដាក់នាំឲ្យគេមកឬក៏គេបានក៏បានដែរណាអញ្ចឹងគឺយើងបានអីមានលោកគ្រូអ្នកគ្រូមួយចំនួនគាត់អាចទៅសេជាប្រព័ន្ធចេះ x ដក1ស្មើ0ហើយ x ដក3ស្មើ0អញ្ចឹងទៅស្មើរួមអញ្ចឹងទៅណាសេអញ្ចឹងក៏បានដែរអ្នកនរគ្នាទី1វាចំណេញពេលតែខ្ញុំសុំទៅសេមកជួចេះចោះណាអញ្ចឹងទី1នេះ x ដក1ស្មើ0អញ្ចឹងយើងសាក់មកមូលវាទៅជា x ស្មើអីយើងត្រូវការរកមិនមែន x ដក1ទេគឺយើងត្រូវការរក x អញ្ចឹងរបស់ណាដែលមិនមែន x រុញចេញមកខាងក្រៅណាប៉ុណ្ណឹងអញ្ចឹងបន្តមកទៀតគឺ x ដក3ណា x ដក3គឺស្មើ0ហើយយើងសាក់មកមូលចេញទៅវាទៅជា x ស្មើ3អញ្ចឹងឥឡូវយើងរកឃើញឬគេហើយដែលគេចង់បានគឺអាហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នានៅចាំអីទៀតដាក់ដូចនេះឲ្យគេមួយមកណា x របស់យើងគឺស្មើ1អញ្ចឹង x របស់យើងគឺស្មើ3អញ្ចឹងជាចម្លើយរបស់យើងណាអញ្ចឹងគឺប៉ុណ្ណឹងអញ្ចឹងឥឡូវរបៀបទី1នេះគឺបានកន្លងផុតទៅហើយណាវាប្រហែលបន្តដែរទេអ្នកនរគ្នាម្នាក់ទាំងអស់គ្នាលឿនណាធ្វើលឿនជាងខ្ញុំទៀតណោះអញ្ចឹងឥឡូវរបៀបទី1បានបិទបញ្ចប់ត្រឹមប៉ុណ្ណឹងណាអញ្ចឹងយើងចូលដល់របៀបទី2ណាដាក់លេខ2អញ្ចឹងអញ្ចឹងយើងមានអីគេយើងមាន x ការ៉េសមីការមើលច្បាស់សិនkalauដាក់ប្រធានខុសដាក់ប្រធានខុសគឺអំបល័យអញ្ចឹងដក 4x ហើយបូក3ស្មើ0អញ្ចឹងដាក់ឈ្មោះឲ្យគេផងអញ្ចឹងរបៀបទី2នេះគឺខ្ញុំដោះស្រាយតាម data សិនណាអញ្ចឹងរូបមន្ត data គឺយើងមិនចាំបាច់ដាក់ទេដោយសារតែខ្ញុំធ្វើគឺដាក់នៅលើនឹងតែម្ដងណាអញ្ចឹងមិនបាច់ឲ្យអ្នកទាំងអស់គ្នាខ្វាយខ្វល់បារម្ភអីទេអញ្ចឹងយើងប្រើ data អញ្ចឹង data គឺស្មើអី b ការ៉េដក 4a c អញ្ចឹងស្មើអញ្ចឹង b នៅណាអ្នកទាំងអស់គ្នាត្រូវចាំថាសមីការឌឺការ៉េទី2រៀងវាចែកណា ax ការ៉េបូក bx ណាមិនមែន b ការ៉េហើយបូក c ស្មើ0ណារៀងវាអញ្ចឹងអ្នកទាំងអស់គ្នាគួរដឹងហើយអាមួយណា a មួយណា b អញ្ចឹង b វាគឺដក 4 ណាអញ្ចឹងដាក់មកអញ្ចឹងដក 4 ការ៉េហើយដក 4ac a របស់យើង1 c របស់យើងគឺ3ណាអញ្ចឹង4ការ៉េ16ណាចំនួនអវិជ្ជមានក្នុងការ៉េគឺវិជ្ជមានមិនអញ្ចឹងហ៎មកវិជ្ជមានដាក់តាមនឹងមក16ហើយ4 3ដងគឺ12ណាមិនអញ្ចឹងហ៎អញ្ចឹង16ដក12ស្មើបានសល់4អត់មានអីបាក់ទេអញ្ចឹងយើងមិនត្រូវការរកឬ data មិនអញ្ចឹងហ៎យើងដាក់នាំឲ្យទៅឬ data ស្មើ2អ្នកខ្លះដាក់ថាឬ data បូកឬក៏ដក2មិនបាច់ចាំដាក់បូកដក2អ្នកនរគ្នាដោយសារអីក្នុងរឹស x របស់វាមួយគឺវាមានបូកឬដកឬ data អញ្ចឹងមិនបាច់ដាក់ឯងកាលណាយើងដាក់បូកឬដក2ទៅវាមានការផន់ច្រឡំតទៀតណាអញ្ចឹងមិនបាច់ទេអញ្ចឹងយើងដាក់មកនាំឲ្យណាអញ្ចឹងនាំឲ្យអី x អងស្មើដក b ដកឬ data លើ 2a អញ្ចឹងយើងយកមកចំនួនមកអាមួយណា b យកមកអញ្ចឹងដក 4 ប៉ះនឹងដកនេះវាទៅជាបូក 4អញ្ចឹងហីហើយបន្តទៀតឬ data មកអី2ហើយសញ្ញាពីមុខវាមិនដកណាដក2អញ្ចឹងទៅហើយលើ 2a អញ្ចឹង a របស់យើងតែ1ទេ2គុណនឹង1គឺនៅតែ2ណាអញ្ចឹងនេះ4ដក2ស្មើបានសល់2 2ចែក2បានអ្នកនរគ្នាមិនបាន1ណាមិនអញ្ចឹងហីហើយបន្តមកទៀតយើងបានអីគេ x ដើរវិញម្ដងណាអញ្ចឹងគឺយើងបានដក b ហើយឬរបស់វាអត់មានអីម៉ាក់ទេអ្នកនរគ្នាសាមញ្ញបំផុតណាអាមួយដកឬ data អាមួយទៀតគឺបូកណាអត់មានអីត្រូវពិបាកចាំទេណាហើយបើអ្នកនរគ្នាថាពិបាកចាំ discriminant ប៉ុណ្ណឹងចុះបើអ្នកនរគ្នាអាចរៀនទៅរើមិនកើតណាអញ្ចឹងចំនួនមកមួយនោះ4ណាហើយបន្តមកទៀតលើកនេះបូកម្ដងបូក2និយាយចែកឲ្យ2គុណនឹង1ណាអញ្ចឹង4បូក2ប្រមាណ6មិនអញ្ចឹងហី6ចែកជា2បាន3ណាអញ្ចឹងយើងរកឃើញបាត់ហើយអ្នកនរគ្នាឬវាដូចនេះឲ្យគេមួយមកអញ្ចឹងដូចនេះ x របស់យើងគឺដាក់ x អងក៏បាន x តទេក៏បានដែរតាមចិត្តណាអញ្ចឹងបើយើងឃើញតាមនេះដាក់លំនាំតាមវាទៅ x អង1 x ដើ2ខ្ញុំសូមបញ្ជាក់បន្តិចណាមិនមែនសំដៅតែ x អងត្រូវតែតូចជាង x ដើនេះជួនកាលណាបងប្អូនមួយចំនួនប្រើអាបូក data នេះបូក data នេះជារបស់ x អងវិញអញ្ចឹងវាទៅជា x អងធំជាង x ដើពាក្យថាអងដើនេះគឺគ្រាន់តែជាតំណាងថារឹសវាមានរឹស1រឹស2អញ្ចឹងណាតាមពិតវា x តែ1ទេតិចច្រឡំថាឲ្យតែអងដឹងអាទូជាងដល់ពេលរកឃើញអងតូច
អត់អីប៉ុន្តែដល់ស្រាប់តែរកឃើញអងធំជាងដើវិញស្រាប់តែមានមន្ទិលសង្ស័យថាខ្លួននឹងធ្វើខុសអីដឹងវាគ្មានខុសទេណាចង់រកឃើញអាអងនេះ3អាដើនេះឃើញមួយក៏ត្រូវទាំងអស់ណាមិនបាច់ចាំភ័យទេអញ្ចឹងបន្តមកទៀតរបៀបដំណោះស្រាយអាទី2នេះគឺត្រូវបានបញ្ចប់ត្រឹមប៉ុណ្ណេះណាឥឡូវយើងចូលមកដល់ដំណោះស្រាយទី3ម្ដងអញ្ចឹងដំណោះស្រាយទី3មុននឹងដោះស្រាយវាយើងត្រូវតែមានប្រធានសិនណាអញ្ចឹងដាក់ប្រធានសិនមកអញ្ចឹងយើងមានសមីការ x ការ៉េដក 4x បូក3ស្មើ0ឈ្មោះសមីការអញ្ចឹងអាមកយើងប្រើ data ឥឡូវយើងប្រើ data ដែរប៉ុន្តែ data ហ្នឹងគឺប្រើបានសម្រាប់អីគេសម្រាប់ b ហ្នឹងគឺជាចំនួនគត់គូណានេះកន្លែង b នេះជាចំនួនដែលចែកពីដាច់ចំនួនប្រមាណខ្ញុំអត់ដឹងទេសំខាន់ឲ្យតែចែកពីដាច់ណាពាក្យតែចែកពីដាច់គឺមិនមានជាទស្សភាគទេណាតិចតែច្រឡំចែកពីដាច់កន្លែងហ្នឹងជាលេខ7អីចេះយក data prim ធ្វើអាហ្នឹងនាំពិបាកខ្លួនឯងណាវាឃើញមានប៉ុន្តែវាពិបាកខ្លួនយើងអញ្ចឹងត្រូវចំណាំណាលេខណាដែលចែកពីចាំយកមកធ្វើមកបានវាស្រួលយើងអញ្ចឹងឥឡូវយើងចាប់ផ្ដើមអញ្ចឹងចំពោះរូបមន្ត data prim ដូចជាអត់មានអីបាទទេណាស្តៀង data យើងឯងអញ្ចឹងឥឡូវខ្ញុំអនុវត្តមកអញ្ចឹង data prim វាស្មើអីគេ b prim o ក្រេអញ្ចឹង data ធម្មតាយើងមកមើលតិចមក data ធម្មតាមានអីមាន 4ac មិនអញ្ចឹងអី data prim វិញគឺមិនមានទេអ្នកនរគ្នាគឺបាត់4បាត់ទៅហើយណាអញ្ចឹង b prim ពាក្យថា b prim ណាគឺស្មើអី b នេះចែកជា2ណាត្រូវចាំប្រយ័ត្នអត់ចាំណាភ្លេចអាហ្នឹងអញ្ចឹងកាលណា b ចែកជា2អ្នកនរគ្នាយកអាតួនឹងចែកមកដក4ចែកជា2បានអីវាបានដក 2o ក្រេណាហើយបន្តមកទៀតដក ac a របស់យើងគឺ1គុណជាមួយនឹង c 3ណាអញ្ចឹងគឺយើងបានអី 2o ក្រេ4សញ្ញាអវិជ្ជមានក្នុងឬការ៉េគឺវិជ្ជមានណាអញ្ចឹងចេញមកបាន4ដក3អញ្ចឹងស្មើ1អញ្ចឹងគឺយើងបានអីគេរឹសណា data prim ស្មើ1អញ្ចឹងដូចខ្ញុំថាអញ្ចឹងមិនចាំបាច់ដាក់បូកឬដក1ទេណាកុំឲ្យមានមន្ទិលសង្ស័យព្រោះរឹសវានីមួយគឺតែងតែមានបូកឬដក data នៅក្នុងនឹងហើយអញ្ចឹងបងប្អូនគ្នាដាក់ប្រយ័ត្នច្រឡំខ្លួនឯងណាអញ្ចឹងយើងទាញរករឹសរបស់គេមកអញ្ចឹងនាំឲ្យ x អងស្មើទី1គឺអីគេដកដូចតែគ្នាទេណាគ្រាន់តែមួយដក b អាមួយដក b prim ប៉ុណ្ណឹងហើយដករឹស data prim អាដើមហ្មងអា data ធម្មតាហ្មង 2a មិនអញ្ចឹងហីប៉ុន្តែលើកនេះគឺស្រួលជាង data ទៅទៀតណាអត់មាន2ទេគឺមានតែ a ទេអាហ្នឹងហើយរូបមន្តអញ្ចឹងហើយបានខ្ញុំអត់សរសេរទេដោយសារយើងសរសេររូបមន្តនៅមុខហ្នឹងហើយហ្នឹងអញ្ចឹងជំនួសមក b prim ប្រហែលដក2ប៉ះសញ្ញាដកវាទៅជាបូកណាហើយដករឹស data prim ឬ data prim ប្រហែល1អញ្ចឹងដាក់ដក1មកអត់មានអីបាក់សោះហើយចែកអី a របស់យើងប្រហែល1អានេះបើសិនយើងធ្វើអញ្ចឹងគេថាគេគិតថាយើងអត់ចេះអញ្ចឹងណាតែប៉ុន្តែខ្ញុំអ្នកបរិញ្ញាអ្នកនរគ្នាដាក់ឲ្យអ្នកនរគ្នាដឹងណាធម្មតាគេដាក់តែ2ដក1ឬក៏ដាក់ថាយកលទ្ធផលតែម្ដងក៏បានដែរប៉ុន្តែខ្ញុំត្រូវតែធ្វើលទ្ធផលឲ្យអ្នកនរគ្នាបានមើលណាអញ្ចឹងឥឡូវ2ដក1ស្មើ1ចែក1បាន1ដែលឃើញទេវាផ្ទៀងផ្ទាត់ទេ2 3របៀបហ្នឹងទៅមិនរត់តណាទេអញ្ចឹងហើយបានជាគណិតវិទ្យានេះសំខាន់ខ្លាំងឃើញអ្នកនរគ្នាធ្វើ3របៀបហើយឃើញមិនរត់តណាពីចម្លើយរបស់គេទេឃើញទេអញ្ចឹងឥឡូវយើងចូលមកដល់រឹសទី2ណាដក b prim អានេះក៏ដូចតែគេតែមុនអញ្ចឹងណាអាមួយដកអានេះគឺបូកតែប៉ុណ្ណឹងអត់មានអីបបាក់ឆ្ងល់វែងឆ្ងាយទេហើយបាត់2បាត់ហើយពួក prim សំខាន់គឺបាត់2ណាអញ្ចឹងយើងដាក់មកគឺបាន2បូកអីគេ1ហើយចែកឲ្យ a របស់យើង1ណាអញ្ចឹង2បូក1គឺ3ចែក1គឺ3មិនអញ្ចឹងហីអញ្ចឹងអ្នកនរគ្នាអាច save មើលហើយគិតថាធ្វើមួយណាស្រួលជាងយកគំរូមួយនឹងទៅណាអញ្ចឹងអានេះខ្ញុំគ្រាន់តែជាការណែនាំទេមិនហ៊ានថាអ្នកនរគ្នាត្រូវតែធ្វើរបៀបនេះតាមខ្ញុំឬក៏អ្នកនរគ្នាមានរបៀបណាដែលងាយជាងរបៀបខ្ញុំទៀតអ្នកនរគ្នាអាចធ្វើតាមរបៀបនឹងចោះណាមិនបង្ខំទេជាការស្វែងយល់គ្នាទៅវិញទៅមកណាអញ្ចឹងយើងដាក់ដូចនេះទៅអញ្ចឹងដូចនេះយើងបានរឹសទី1គឺអាដែលហ្នឹងអ្នកនរគ្នា1ហ្នឹងហើយរឹសទី2ហើយ3ណាអញ្ចឹងគឺបានប៉ុណ្ណឹងណាអញ្ចឹងដូចជាអត់មានអីពិបាកទេអ្នកនរគ្នាកាលណាអ្នកនរគ្នាចេះ data prim នេះគឺវានៅគៀនគ្នាទេណាវាគ្រាន់តែអាមួយហ្នឹងវាបាត់មេគុណណាយើងឧទាហរណ៍ថាអាភាគបែង a នេះរាល់ដងវាមាន 2a តែដល់ពួក prim វាបាត់ a នឹងបាត់ហើយហ្នឹងហើយអាកន្លែងរូបមន្ត data នេះរាល់ដងវាមាន 4ac ប៉ុន្តែអាពួក prim ហ្នឹងគឺវាមិនមានទេចំណាំតែប៉ុណ្្នឹងចប់ស្រួលងាយទេណាអញ្ចឹងឥឡូវគឺរបៀបទីម៉ានទី3ណាអញ្ចឹងឥឡូវរបៀបទី4ម្ដងអញ្ចឹងមុននឹងដាក់របៀបឲ្យគេយើងនេះសិនមកអ្នកនរគ្នាអញ្ចឹងអារបៀបទី4នេះពេលខ្លះក៏មានពេលខ្លះក៏អត់ដែរវាមិនមែនមានគ្រប់សម័យកាលទេណាអញ្ចឹងយើងដាក់សិនមកអញ្ចឹងយើងមានណាសម័យកាលx ការ៉េ
đỏ 4 bột 3 mà sồn á chẳng rồi bị thị buồn đi cứ dương miên cả là này mùi á chẳng xong ta sẽ nó chụp hiền đi hai chụp lại nóจะhiền kháng kháng cho anh tàu nữa chẳng bà sinh chỉ kê miền ấy miền sợi cá mùi là miền riếng x bột b x hơi bột xế mà sồn riêng với mình tao na trái tiền là nghe này đó này cái vô riêng tu tao biết cứ riêng chẳng đấy chẳng vì miền cả này bay trái đó tập pi nữa cả này thì mùi chẳng dương đạn sao nó chẳng cả này thì mùi và sinh chia mê côn rồi bỏ vụ bia nè bột của chỗ này mà sốn chẳng dương tiên rư x ón mà muối hay x đỡ mà c lỡ lỡ chẳng có tao tiết dương miền cả này mùi tiền á chẳng cả này thì quỳ chẳng bảo đỏ ở bế bộ ấy xế mà sồn rồi có chừng non chứ nào mà con buồn rồi vài chiến nhưng ai tự sẽ thả bột xế mà bề tại mà giờ lẩu kia đôi khi mình sâu khơi pra đó và mình sâu khơi pra các bạn này dân pra các bạn có miền này khó này bị pro tham bị bên mền bột xế mà bề bên mền để sao tại bề đi lâu tới mình tôi chỉ về cho miền đó mình thấy một kia mình sâu pra dân tâm phần nó có bạn này đó chẳng rồi TP đi co vì nghĩ đối thực hiện thì nó chẳng ít on mà ấy bo khang lơ bột đó khang cao đi tôi sẽ lại vì tụi mình đó nhưng cái thang đi ở bên y của bạn chạm thế này đó này xua chạm thì nó chẳng là ní đỏ CLA chẳng trong cái ta ởรูปมนต์ที่ออกมาในบาchạm thế này đó này xua chạm thế chẳng dơn mà đọc sai bỏ dơn đi quên á sao mấy ca giống như phần nắng bỏ dơn nó bị một cái đấy đi mùi này đỏ buồn này bầy chẳng bị cho cả này ấy cái này bị xe ti mũi mình chẳng ấy chẳng dừng xe bạp kê tịnh máu này đọc này là bảy cái đằng đó chẳng đã tha tam chẳng từ cả đoạn này bị xe chẳng tam cả đoạn này bị xe muối bột ỏi đỏ 4 anh đi vô xin chỉ kê nẹp xe một riêng miếng cả xe được nhóm đấy cứ kê xe muối đỏ 4 bột bay ra mà đòn đó để xa hai đấy bạn xem xe chẳng xa xem trong bằng hai tha cứ video đồng nằm bột từng nè để tam bất bây giờ xe chết đáy muối đỏ 4 bột 7 nữa khai tờ xe trắng này đỏ cái vô cho lõm khơi anh đi nè để xa ấy nè mê côn bỏ cái bột thì còn ta mấy cả đám đỏ chẳng bên đây thay nhưng ai tờ xe tha ấy cái bột ỏi đỏ buồn x bột 7 nữa chẳng anh ấy chẳng ai tin dột rực việc bản rực thì muối nghe vô một phật nữa chẳng cứ má mùi hay rư thì phí cứ ai ghế xé lỡ xe vào dân man 7 vào dân mùi chẳng má 7 chọn chẳng này đó nếu mà cho chặt trong cỏ nhé mà nè mình tái muốn được cho chất tới trăm đáy nữa và xin chi mình chạm này đó nhé và bạn mình tịch hại chẳng đôi đi hỏi kế mùi màu đó chẳng đôi đi x on bỏ dân cư muối x đơ bỏ dân cư 7 chia chọn lại chẳng chấm po làm hạt ít trong đó bạn buồn á chẳng theo mới hình tha đôi chi ở vị trí này đó nhé đôi khi mình miền vị trí ấy thì thế bóng bay tua cả đá có hai đó bà sân trên này đó này ai miền vị trí ấy thiết này đó này ai thối tầm lệ châu không comment mà đó chẳng nhom sống bật chọc trong phần này cho để xa tại này tí có riêng về mình tí này đó nhé còn thằng mày cả được đây đi mũi xong chụp một hình này tí ấy này chẳng mình chụp một hình tí chiêng đó chẳng video mình có xong bật mình chọc trong phần này nó sẽ không tha bọn bọn từng này được ban mơ hái đừng đăng vô pi cần lư nó không cá đọt sai nâu lùm hạt cần net vị trí từng này đó chẳng bạn sống ở con đường xôm chụp liệp liên ở đó này chụp này là video bẩn toàn